សួស្តីបងប្អូនលោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដានបានដឹកនាំក្រុមការងារស្រុករួមមានលោកទេវរីមអភិបាលរងលោកប្រធានអនុប្រធានការិយាល័យជំនាញក្នុងស្រុកកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសណ្ដានបានចុះទៅត្រួតពិនិត្យមើលសោភ័ណភាពសម្រាប់ធ្នាប់របស់បងប្អូនអាជីវករលើដូរទាំងអស់នៅក្នុងផ្សារបាជ័យស្ថិតក្នុងភូមិបាជ័យឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំក្នុងពេលនោះផងដែរលោកអភិបាលនិងក្រុមការងារក៏បានដើរពិនិត្យមើលស្ថានភាពនៅជុំវិញផ្សារនិងនៅក្នុងផ្សារហើយមានបងប្អូនអាជីវករយើងជាអ្នកលក់ដូរអីវ៉ាន់ឬរបស់របរផ្សេងៗជាច្រើនកំពុងតែមមាញឹកក្នុងរបរលក់ដូរជូនអតិថិជនរួមជាមួយគ្នានោះផងដែរលោកអភិបាលស្រុកលោកអភិបាលរងនិងក្រុមការងារក៏បានធ្វើការណែនាំនិងសំណូមពរទៅដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារបាជ័យទាំងអស់ត្រូវតែចូលរួមជួយថែរក្សាសម្ដាប់ធ្នាប់របៀបរៀបរយល្អបើកឲ្យមានផ្លូវដើរសម្រាប់ភ្ញៀវដើរចេញដើរចូលទិញអីវ៉ាន់បានងាយស្រួលនិងសូមឲ្យបងប្អូនរៀបចំទុកដាក់អីវ៉ាន់នៅក្នុងតូបឲ្យបានត្រឹមត្រូវដើម្បីមានភាពស្រឡះផ្លូវដើម្បីដើរចូលក្នុងផ្សារម្យ៉ាងវិញទៀតអនាម័យបរិស្ថានក៏សំណូមពរផងដែរទាំងបងប្អូនដែលជាអាជីវករលក់ដូរនៅក្នុងផ្សារទាំងបងប្អូនដែលមានដំណើរឋានជុំវិញផ្សារត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាសូមកុំបត់ដៃបត់ជើងចូលក្នុងលូបង្ហូរទឹកព្រោះយើងមានបង្គន់អនាម័យស្រាប់ហើយមួយវិញទៀតទាំងបងប្អូននៅក្នុងផ្សារក្តីនៅជុំវិញផ្សារក្តីឬនៅតាមដងផ្លូវនានាក្នុងទីប្រជុំជនក្តីសូមបងប្អូនមេត្តាកុំចាក់ដីឲ្យខ្ពស់ជាងផ្លូវឬចាក់លុបលូបង្ហូរទឹកព្រោះបើធ្វើបែបនេះនៅពេលភ្លៀងមកធ្វើឲ្យលូទឹកដក់នៅលើផ្លូវស្ទះលូបណ្ដាលឲ្យឆាប់ខូចផ្លូវនិងមានបែកភក់ជ្រាំជះក្លិនមិនល្អស្អុយជាដើមចំពោះអ្នកដែលបានទទួលសិទ្ធិ TPC ពីអាជីវករលក់ដូរនៅក្នុងផ្សារវិញសូមយកចិត្តទុកដាក់ទៅលើបញ្ហាសម្រាមជាសំខាន់សូមធ្វើយ៉ាងណារៀបចំទុកដាក់ឬដឹកទៅចោលនៅទីលានចាក់សម្រាមឲ្យទាន់ពេលវេលាកុំទុកសម្រាមយូរព្រោះបណ្ដាលឲ្យមានក្លិនស្អុយជះក្លិនមិនល្អដល់បរិស្ថានជាពិសេសធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅជុំវិញផ្សារតែម្ដងហេតុនេះកុំទុកសម្រាមចោលយូរត្រូវប្រញាប់ដឹកចេញជាបន្ទាន់ចុងក្រោយលោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដាននិងក្រុមការងារបានសំណូមពរដល់បងប្អូនអាជីវករលក់ដូរបងប្អូនអ្នកលក់នៅតាមទីប្រជុំជននៅក្នុងផ្សារនៅក្រៅផ្សារឬអ្នករស់នៅតាមដងផ្លូវនៅតាមទីប្រជុំជននានាក្តីព្រមទាំងអ្នកទទួលបានសិទ្ធិយក PC ត្រូវចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់រួមជួយថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាបញ្ហាបរិស្ថានមិនមែនជារឿងបុគ្គលណាម្នាក់ទេគឺជារឿងយើងទាំងអស់គ្នាសូមអរគុណ